ទេនេះសមត្ថកិច្ចគាត់មកធ្វើការសម្របសម្រួលអត់មានអ្នកស្រាប់សមត្ថកិច្ចឡើងវល់ពេញយ៉ាងហ្នឹងអត់មានអ្នកណាស្រាប់សមត្ថកិច្ចមួយសោះឥឡូវស្រាប់សមត្ថកិច្ចលោកជួយសម្របសម្រួលណាហេតុអីបានបងអត់ស្រាប់គាត់បងផងបើបាយស្គាល់ខ្ញុំបើបាយជាហ្វេនខ្ញុំបាយស្រាប់សមត្ថកិច្ចប្រមាណណាបងមិនតែ5បាទឥឡូវបាយស្រាប់សមត្ថកិច្ចខ្ញុំសុំតែប៉ុណ្្នឹងឯងឥឡូវដល់មានអាណាសុំទៅដល់មនុស្សចេះព្រីចឹងចេះព្រីចឹងឯងទី2បើគាត់ចង់ដាក់វាម្ដងខ្ញុំទូវាម្ដងបាទហើយខ្ញុំជួបបានមួយជាទៀតខ្ញុំមកជួបទៀតចឹងនាមបងជាសមត្ថកិច្ចក៏កំពុងតែជួយសម្របរួលដែរប៉ុន្តែកន្លែងនេះវាហាក់បីដូចអត់ស្ដាប់គ្នាបងណាបាទនិយាយគ្នាយូរហើយអត់ស្ដាប់គ្នាដោយសារតែផ្លូវវាតូចហើយផ្ទះជួលបងប្អូនគាត់ហ្នឹងនៅខាងលើអញ្ចឹងទៅយកម៉ូតូទៅមិនកើតក៏សុំគេធ្វើការចតម៉ូតូមួយផ្លែតមានអីកើតទៅជាទំនាស់នៅបញ្ហារឿងរ៉ាវក្តីក្តាំងបែបហ្នឹងអើយបងប្អូនអញ្ចឹងថាបញ្ហាបន្តិចបន្តួចមិនដោះស្រាយយកយល់គ្នាទេចូលចិត្តតែបកកាយគ្នាបកទៅជាហិង្សាបងប្អូនជាទីមេត្រីដោយបានជម្រាបបង្កនេះឃើញថាបានបង្កមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដល់បងប្អូនប្រជាពលរដ្ឋនៅកន្លែងទីតាំងអាកាសហេតុនេះផ្ទាល់តែម្ដងហើយសូមជម្រាបករណីនេះក៏បានកើតឡើងនៅបណ្ដោយផ្លូវវែងស្រេងនៅកន្លែងចិត្តដល់សពសេសគឺបានបង្កមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅទីនេះឆ្លោះគ្នាផ្អើលទៅតែម្ដងដោយសារតែបញ្ហាការដែលចតម៉ូតូនៅខាងក្រោមហើយម្ចាស់ម៉ូតូឡើងទៅខាងលើអ្នកដែលនៅខាងក្រោមឃើញម៉ូតូញ៉ៃញ៉ៃក៏បានធ្វើការអុំចេញមកក្រៅហើយជេរបន្តិចនៅពាក្យពេចពីអាបាត់ធ្វើឲ្យខាងម្ចាស់ម៉ូតូខឹងក៏បកកាយគ្នាបង្កើតឲ្យទៅជាហិង្សាបកកាយទៅពាក្យសម្ដីឥឡូវអ្វីៗក៏ត្រូវបានសមត្ថកិច្ចជួយសម្របរួលដែរបងប្រុសក៏ខឹងយ៉ាងខ្លាំងបានធ្វើការរោម៉ូតូធីនដើម្បីបញ្ជាក់ថាមិនគាត់ណាម៉ូតូគាត់ចតនៅក្រោមហ្នឹងខុសអីគាត់បានផ្ញើត្រឹមត្រូវតែអត់ស្ដាប់សមត្ថកិច្ចហ្មងសមត្ថកិច្ចខំព្យាយាមបញ្យលខំព្យាយាមណែនាំដែរប៉ុន្តែនៅតែចចេះរៀងខ្លួនពេលអញ្ចឹងខ្ញុំមិនដឹងថាយ៉ាងម៉េចទេបាទឥឡូវគាត់នៅតែចចេះរៀងខ្លួនហើយផ្លូវក៏មានការកកស្ទះសមត្ថកិច្ចលោកជួយសម្រួលខាងនោះដែរតែបងតាអញ្ជើញចាបាទសុខសប្បាយបងប្អូនជាទីមេត្រីសូមបញ្ជាក់បងប្អូនករណីនេះបាទចំនួនឆ្លោះគ្នាបងឆ្លោះគ្នារវាងអ្នកជួលផ្ទះអ្នកមកលេងបងប្អូនសាច់ញាតិនៅផ្ទះជួលហ្នឹងបាទអរគុណបាទបងប្អូននឹងឃើញថាករណីនេះគឺបានបង្កមានការផ្អើលញ៉ៃមែនទេអូយនៅរោលម៉ូតូនៅនឹងលោកអើយលោកបងហើយបងនៅទៅបែបតសមត្ថកិច្ចមានវិធានការក្តៅហើយមែនទៅបែបតតែសមត្ថកិច្ចមានវិធានការក្តៅហើយយ៉ាងមកទៅបងបាទអូយព្រមទៅហើយប្រិមិត្តបាទព្រមទៅហើយអូយទម្រាំតែគាត់ព្រមទៅនឹងគឺតឹងសរសៃកនេះបងប្អូនឥឡូវបន្ទាប់ពីប្តីប្រពន្ធគាត់បានធ្វើការទៅប៉ុស្តិ៍ប្រជាពលរដ្ឋនេះមានការអាសាទរសប្បាយចិត្តបាននៅពេលដែលមានលេងនៅសម្លេងតឹងសរសៃកបកាយគ្នាទៀតណាពួកគាត់តាំងទៅសមត្ថកិច្ចលោកជាយាមសម្រួលណាស់ដែរប៉ុន្តែគាត់មិនស្ដាប់អញ្ចឹងក៏គាត់ព្រមធ្វើការទៅបាទតែបងប្អូនជាទីមេត្រីដោយបានជម្រាបបង្កនេះឃើញថាបានបង្កមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដល់បងប្អូនប្រជាពលរដ្ឋនៅកន្លែងទីតាំងអាកាសហេតុនេះផ្ទាល់តែម្ដងហើយសូមជម្រាបករណីនេះក៏បានកើតឡើងនៅបណ្ដោយផ្លូវវែងស្រេងនៅកន្លែងចិត្តដល់សពសេសគឺបានបង្កមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅទីនេះបច្ចុប្បន្នភាគីម្ខាងទៀតត្រូវបានសមត្ថកិច្ចធ្វើការនាំខ្លួនគាត់យកទៅប៉ុស្តិ៍ហើយដើម្បីធ្វើការបញ្ចប់និងសាកសួរទាំងសងខាងហើយតើគួរត្រូវជួយដោយរបៀបម៉េចបន្តទៀតបងប្អូនជុំវិញករណីនេះខ្ញុំបានមានសារមាត់រហ័សបេត្រង់ក៏សូមធ្វើការបញ្ចប់នៅព័ត៌មានតែប៉ុណ្ណេះប្រសិនបើមានអ្វីបន្ថែមខ្ញុំបាននឹងធ្វើការអាប់ដេតក៏ដូចជាជម្រាបជូននៅព័ត៌មានជូនដល់ពុកម៉ែបងប្អូនបានដឹងនឹងជាបន្តទៅទៀតខ្ញុំបានមានសារក៏សូមអរគុណនិងសូមគោរពលា